ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមានប្រធានបទមួយថ្មីហើយសង្ឃឹមថាបងប្អូនយកទៅពិចារណាបានហើយនេះជាគំនិតផ្ទាល់ខ្លួនហើយនឹងគួបផ្សំនឹងការសិក្សារៀនសូត្រមកទេបងប្អូនណាហើយក៏មិនមែនមានន័យថាចេះតែនិយាយឲ្យទៅរួចពីមាត់ឬក៏តាមតែគំនិតរបស់ខ្លួនទាំងស្រុងក៏មិនមែនដែរវាមានការសិក្សាមកហើយផ្ទៀងផ្ទាត់មើលទៅគឺទៅចេញនៅប្រធានបទនេះឡើងបងប្អូនប៉ុន្តែពាក់ព័ន្ធនឹងការត្រឹមត្រូវប្រមាណភាគរយឬក៏ថាត្រឹមត្រូវដល់ណាល្អឥតខ្ចោះនោះគឺมันមានទេបងប្អូនប៉ុន្តែយើងអាចសិក្សាហើយពិចារណាទាំងអស់គ្នាបានបងប្អូនណាប្រធានបទនេះមានចំណងជើងឬក៏ថាមានឈ្មោះថាតើអ្នកកាន់ព្រះពុទ្ធសាសនាអាចធ្វើសង្គ្រាមបានដែរឬទេឬក៏ខ្ញុំដាក់ប្រធានបទមួយទៀតទេបងប្អូនមួយទៀតយើងនិយាយអំពីថាតើអ្នកប្រាជ្ញឬក៏សប្បុរសអំពីសប្បុរសបងប្អូនសប្បុរសគឺមនុស្សល្អតើសប្បុរសអាចធ្វើសង្គ្រាមបានដែរឬទេតើអ្នកប្រាជ្ញឬសប្បុរសអាចធ្វើសង្គ្រាមបានដែរឬទេនេះបងប្អូនណានេះអាចយកប្រធានបទបែបនេះក៏បានអញ្ចឹងដោយសារតែប្រទេសយើងកំពុងតែមានបញ្ហាព្រំដែនហើយជាបញ្ហាដែលកើតឡើងហ្នឹងយូរណាស់មកហើយដែរដដែលវាលើកនេះគឺមានការហៅថាភាគីខាងគេចង់បង្កចំនួនអញ្ចឹងទៅយើងក៏មានការត្រៀមលក្ខណៈដែរបងប្អូនតាមមើលទៅបងប្អូនណាមានការបណ្ដឹងផ្ដល់ទៅតុលាការអន្តរជាតិអីយ៉ាងដែរអញ្ចឹងបែរមកប្រធានបទយើងវិញសំណួរសួរថាប៉ះសិនបើយើងនិយាយពីទាហានចាស់បងប្អូនណាទាហានបើសិនបើគាត់សម្លាប់អ្នកដែលឈ្លានពានអញ្ចឹងសំណួរសួរថាមានបាបដែរឬទេណាបងប្អូនអានេះជាចំណុចមួយប៉ុន្តែបងប្អូនសូមស្ដាប់ឲ្យចប់ដោយសារប្រធានបទយើងផ្ដោតទៅលើយើងហៅថាអ្នកសប្បុរសឬក៏មនុស្សល្អហ្នឹងអាចធ្វើសង្គ្រាមបានដែរឬទេណាអញ្ចឹងយើងនិយាយពីទាហានដំបងឡើយសួរថាមានបាបដែរឬទេបើសិនបើគាត់ការពារទឹកដីហើយគាត់សម្លាប់សត្រូវអានេះបើយើងនិយាយអំពីសិលបងប្អូននិយាយពីមនុស្សគឺជាអ្នកដែលមានសិលឬក៏និយាយអំពីធម៌ពិតយើងហៅថាបរមត្តធម៌ឬក៏អភិធម្មអីចឹងបងប្អូននោះយើងអាចនិយាយពីបែបហ្នឹងគឺมันអាចថាมันមានបាបទេបងប្អូនណាគ្រាន់តែបាបនេះវាតាមកលៈទេសៈទៅតាមស្ថានភាពជាក់ស្ដែងបងប្អូនសំខាន់ឲ្យតែថាសម្រាប់បុគ្គលសម្រាប់មនុស្សឬក៏សត្វនឹងពិតប្រាកដគឺមានបាបនឹងឯងតាមសិក្ខាបទតាមអង្គសិលយើងមើលថាមនុស្សនឹងមានជីវិតមែនឬក៏អត់ហើយយើងដឹងថាមានជីវិតហើយយើងគិតនឹងសម្លាប់ព្យាយាមនឹងសម្លាប់បាញ់ហ្នឹងលើកភ្លើងបាញ់ព្យាយាមហើយអ្នកដែលយើងបាញ់នោះស្លាប់មែនដែរឬទេប៉ុណ្ណឹងគឺដាច់សិលហើយដាច់សិលគឺមានបាបហើយបងប្អូនប៉ុន្តែអញ្ចឹងបើសិនបើដាច់សិលទៅវាបាបអញ្ចឹងសំណួរសួរថាឲ្យគេវាយទៅដើមតាមចិត្តឬក៏យ៉ាងណាបងប្អូនឲ្យគេឈ្លានពានតាមចិត្តឬក៏យ៉ាងណាចម្លើយឆ្លើយថាទេបងប្អូន no មិនដូច្នោះទេនៅក្នុងផ្លូវចិត្តប្រយ័ត្នបើសិនតែយើងនិយាយអំពីអភិធម្មអ្នកដែលឈ្លានពានយើងនេះគឺមែនតើគាត់មានចិត្តហៅថាចិត្តអាក្រក់ឬក៏ចិត្តខុសខើជាងអាហ្នឹងក៏វាមានបាបខ្លាំងទៅតាមនឹងដែរអានេះយើងនិយាយពីបាបបងប្អូនអាក្រក់ខ្លាំងបាបខ្លាំងអាក្រក់តិចបាបតិចមានន័យភាពខ្មៅកខ្វក់នៃចិត្តរបស់គាត់ហ្នឹងវាអាក្រក់ខ្លាំងអញ្ចឹងទៅធ្វើដែលគាត់ធ្វើក៏វាបាបខ្លាំងដែរបងប្អូនប៉ុន្តែយើងគ្រាន់តែជាអ្នកដែលការពារទឹកដីរបស់យើងទប់ទល់តតាំងប្រឆាំង
ទៅនឹងអ្នកដទៃនេះវាស្ថានភាពផ្លូវចិត្តមួយបែបមិនអាចបាបខ្លាំងដូចគ្នាទេវាអាចធូរស្រាលជាងអញ្ចឹងតែបងប្អូនហើយពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនេះមែនតើមិនថាជាតិសាសនាឬក៏ប្រទេសណាទេមិនដែលនរណាសុខចិត្តឲ្យប្រទេសរបស់ខ្លួនទៅបុគ្គលដទៃដោយងាយនោះទេតែតែមានការតទល់ប្រឆាំងនឹងឯងដូចជានៅក្នុងរឿងមួយនៅក្នុងពុទ្ធសាសនាមាននិយាយបងប្អូនណាហើយរឿងនេះបើលោកតាលោកយាយច្បាស់ណាស់សឹងថាសួរ100នាក់ស្គាល់ទាំង100នាក់បងប្អូនរឿងមហោសថបងប្អូនមានតម្រេះដូចជានាងអមរាមានបញ្ញាដូចជាព្រះមហោសថណាមហោសថនឹងគេហៅដល់ទៅព្រះទៀតទៅពេលខ្លះបងប្អូនប៉ុន្តែនៅក្នុងរឿងមហោសថនេះមហោសថគឺជាយើងហៅថាមេតបចាស់បងប្អូននៅក្នុងនគរក្រុងមិថិលាហ្នឹងគឺមហោសថគេឲ្យឈ្មោះថាសេនាប្រមុខមហោសថណាបងប្អូនខ្លះដែលលើគេហៅមហោសថសេនាប្រមុខទៀតបងប្អូនឬតែមហោសថឬក៏ព្រះមហោសថអីចឹងមិនដឹងថាមហោសថហ្នឹងគឺជាមេតបទេបងប្អូនហើយខ្លះដឹងតែមហោសថហ្នឹងគឺមានបញ្ញាមហោសថគឺជាអ្នកប្រាជ្ញចឹងទៅប៉ុន្តែមហោសថនៅក្នុងរឿងនេះមិនមែនត្រឹមតែជាអ្នកប្រាជ្ញឬក៏សប្បុរសអីយើងថានោះទេគាត់គឺជាសេនាប្រមុខគឺជាមេតបការពារប្រទេសនោះទៅទៀតបងប្អូនអញ្ចឹងនៅក្នុងរឿងមហោសថនេះអាចបញ្ជាក់បានថាមហោសថបងប្អូនដឹងហើយគឺជាអ្នកកសាងមានន័យថាអ្នកធ្វើល្អអ្នកបំពេញបារមីដើម្បីត្រាស់ដឹងនូវធម៌យើងហៅថាព្រះពោធិសត្វឯនោះទៅទៀតប៉ុន្តែមហោសថនៅតែការពារទឹកដីរបស់ខ្លួនការពារស្ដេចរបស់ខ្លួននៅក្រុងមិថិលាដែនវិទេហៈនោះបងប្អូនវិទេហៈអធិស្ឋានបើសិនបើចាំឈ្មោះនគរខុសឬក៏ប្រទេសខុសបងប្អូនហើយគ្រាន់តែការពារប្រទេសរបស់គាត់កសាងបងប្អូនមើលការកសាងរបស់គាត់មានការកសាងកំពែងជុំវិញនគរកំពែងហ្នឹងហើយមានការកសាងយើងហៅថាបលាយទឹកចុះប៉ុន្តែគេហៅនៅក្នុងនោះភាសាគេហៅស្នាមភ្លោះធំចំនួន3បងប្អូនហើយស្នាមភ្លោះមួយនោះគឺគាត់ចិញ្ចឹមកពើនៅក្នុងនោះបងប្អូនណាសំណួរសួរថាកពើហ្នឹងនៅពេលដែលសត្រូវចូលទៅកពើវាធ្វើម៉េចបងប្អូនវាច្បាស់ណាស់វាខំវាស៊ីវាអីយ៉ាងទៅបងប្អូនយ៉ាងនេះគឺជាការការពារនគររបស់គាត់នៅក្នុងសម័យនោះហើយសម័យមហោសថនោះឯងគឺមានសង្គ្រាមមែនបងប្អូនដែលស្ដេចផ្សេងនគរផ្សេងមកវាយដណ្ដើមនគររបស់គាត់គឺគាត់បានរៀបចំក្បួនទ័ពឬក៏ឲ្យទ័ពហ្នឹងការពារនគររបស់គាត់ដោយកំពែងដែលឈរពីលើមកបងប្អូនមើលរឿងសាមកុកដឹងហើយមានទម្លាក់ដុំថ្មខ្លះអាវុធខ្លះបាញ់ព្រួញខ្លះអីខ្លះយ៉ាងទៅធ្វើឲ្យសត្រូវនឹងឯងបាត់បង់ជីវិតដោយច្រើនបងប្អូននៅក្នុងរឿងមហោសថនេះក៏ដូចគ្នាដែរគាត់មានធ្វើកំផែងហើយមានខ្លោងទ្វារទៅតាមទិសនីមួយហើយនៅពេលដែលសត្រូវវាយចង់ដណ្ដើមនគរចូលអត់ចោះទេបងប្អូនគឺគាត់ឲ្យគេប្រើអាវុធផ្សេងហើយមានខ្សាច់មានដុំថ្មមានអីយ៉ាងទៅបងប្អូនតាមនៅក្នុងរឿងនោះទម្លាក់ទៅសត្រូវនេះទោះជាទ័ពច្រើនយ៉ាងណាក៏ដោយក៏មិនអាចវាយចូលក្រុងរបស់គាត់បានដែរនេះនៅក្នុងរឿងមហោសថបងប្អូនណាហើយមែនតើនេះគាត់ដូចខ្ញុំបានលើកឡើងហើយគឺជាអ្នកប្រាថ្នាដើម្បីត្រាស់ជាប្រពុតជាបុគ្គលដ៏ល្អយើងហៅថាសប្បុរសហើយគាត់នៅក្នុងរឿងនេះគាត់តែងសរសើរអំពីអ្នកប្រាជ្ញអំពីមនុស្សល្អអំពីសប្បុរសហើយបើសិនបើមនុស្សលោភលន់ចង់ទៅបានរបស់គេឬក៏ថាអាងអំណាចរបស់ខ្លួនទៅពឹងទៅលើមាសប្រាក់ទេគាត់មិនសរសើរទេបងប្អូនចង់ដឹងរឿងនឹងយ៉ាងណាអាចសិក្សាខ្លួនឯងបានបងប្អូនណាហើយមួយទៀតនៅពេលដែលមានសង្គ្រាមធម៌បងប្អូននៅក្នុងសង្គ្រាមហ្នឹងវាមានសង្គ្រាមប្រយុទ្ធតបនឹងតបហើយមានសង្គ្រាមមួយទៀតបណ្ឌិតនិងបណ្ឌិតហើយគាត់ហ្នឹងគេហៅថាបណ្ឌិតហ្នឹងបងប្អូនហើយនគរមួយទៀតឈ្មោះថាបញ្ចាននគរដែលមានប្របាទចលនីជាអ្នកគ្រប់គ្រងគាត់នៅពេលដែលសង្គ្រាមនឹងដឹងធ្វើមិនក៏មិនឈ្នះមហោសថមានន័យថា
មែនតើវាមិនមែនមិនឈ្នះទេប៉ុន្តែចាញ់ល្បិចមហោសថបងប្អូនអញ្ចឹងចុងក្រោយមានតែប្រើសង្គ្រាមធម៌ទេដោយសារនគរមកខាងទៀតគេមានអ្នកប្រាជ្ញមួយដែរដែលឈ្មោះថាគេវត្តព្រាហ្មណ៍អាចារ្យមួយនោះគេចាត់ទុកថាជាអ្នកប្រាជ្ញជាអ្នកឆ្លៀសក្នុងនយោបាយនិងល្បិចកិច្ចកលច្រើនបងប្អូនប៉ុន្តែចុងក្រោយមកជួបមហោសថក៏ចាញ់កលមហោសថដោយគិតថាពីណាអោនមានន័យថាអោនសំពះអ្នកណាឬក៏ប្រទៀបខ្លួនថ្វាយអង្គមណានោះចាញ់អានេះគេលក្ខខណ្ឌគេអញ្ចឹងណាមហោសថនេះមានអីបងប្អូនគឺទៅជាឲ្យអំណោយទៅដល់ព្រាហ្មណ៍នោះដោយឲ្យសម័យនោះគឺមានកែវមณีជារបស់ដែលមានតម្លៃបំផុតហើយអាចារ្យគេវត្តព្រាហ្មណ៍នេះឃើញកែវមณีប៉ុន្តែមហោសថហុចទៅមិនហុចឲ្យទៅបានកាន់សុបណាហើយទៅចុងដៃនោះធ្លាក់ពមៀលទៅក្បែរជើងមហោសថក៏ចាប់កសង្កត់ពីលើចាប់កនោះមិនអីទេបងប្អូនតែមុជដល់ដីនោះគ្នាជាប់មុខនឹងដីកោសកកិតមុខនឹងដីទៅទៀតរបកមុខរបកអីអស់នោះអីស្រីថាលោកអាចារ្យកុំថ្វាយគុំខ្ញុំនៅក្មេងអញ្ចឹងណាស្រែកពេញទៅនឹងអញ្ចឹងទៅហើយកងទ័ពនោះក៏ស្រែកថាអាចារ្យគេវត្តព្រាហ្មណ៍ថ្វាយគុំមហោសថស្រែកទៅហឹងពេញហ្នឹងហើយស្ដេចខាងនគរនោះដឹងឃើញថ្វាយគុំហ្នឹងចុះចាញ់បាត់ទៅហើយណាអញ្ចឹងរឿងហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនណាហើយប៉ុណ្ណឹងនេះគឺជាការបញ្ជាក់ថាមិនមែនអ្នករសាសិលហើយស្រាប់ចាំបាច់ការពារនគរអត់ហ៊ានការពារមិនហ៊ានសម្រាប់មនុស្សមិនហ៊ានអីអានេះវាជារឿងមួយរបស់បុគ្គលផ្ទាល់ប៉ុន្តែដូចខ្ញុំបានលើករឿងឧទាហរណ៍មកបញ្ជាក់អញ្ចឹងបងប្អូនណាសូម្បីតែមហោសថអ្នកដែលមានបញ្ញាច្រើនហើយជាសពបរោះមែនតើបងប្អូនពីណាដែលថាមិនសរសើរនៅមហោសថថាជាបុគ្គលមានបញ្ញាជាសពបរោះមិនងាយទេបងប្អូនអញ្ចឹងសរុបទៅវិញមិនមែនអ្នកកាន់សិលឬក៏មនុស្សល្អយើងហៅសពបរោះអ្នកប្រាជ្ញហ្នឹងមិនការពារនគរឲ្យចេះតែខន្តីឲ្យបុគ្គលដទៃឬក៏ប្រទេសអ្នកដទៃមកឈ្លានពានយកទឹកដីតាមតែអំពើចិត្តនោះទេបងប្អូនណានេះសរុបមកវិញអញ្ចឹងហើយក៏មិនមែននេះដែរបងប្អូនមិនមែនចេះតែធ្វើតាមកំរោលណាធ្វើតាមកំរោលតាមការញុះញង់របស់ប្រទេសដទៃឬក៏អ្នកដទៃដែរអញ្ចឹងវាត្រូវការត្រៀមត្រូវការគិតគូរឲ្យបានល្អិតល្អន់បងប្អូនណាអញ្ចឹងមានប៉ុណ្ណឹងទេបងប្អូនសូមធ្វើការគិតពិចារណាទាំងអស់គ្នាក្នុងនាមជាអ្នកយើងហៅថាមនុស្សដែលកាន់ពុទ្ធសាសនាឬក៏យើងហៅថាក្នុងនាមជាមនុស្សជាតិនៃពិភពលោកទាំងអស់គ្នាបងប្អូនសូមអរគុណសូមជម្រាបលា